ហេតុអីបានជាយើងចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃមែននោះក៏ដោយសារតែយើងជាមនុស្សថឹកអត់អញ្ចឹងមនុស្សយើងម្នាក់ៗតែងតែមានអារម្មណ៍ផ្សេងៗគ្នារួមជាមួយនឹងអារម្មណ៍នៃការប្រៀបធៀបផងដែរចុះសួរថាការប្រៀបធៀបរបស់ខ្ញុំទាំងអស់ហ្នឹងសុទ្ធតែអាក្រក់ទាំងអស់មែនចម្លើយវិញគឺអត់ទេការប្រៀបធៀបរបស់យើងទាំងអស់ហ្នឹងមិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេវាមានល្អផងវាមានអាក្រក់ផងអញ្ចឹងយើងត្រូវដឹងចេះវិញតាំងពីដើមមកមនុស្សយើងម្នាក់ៗតែងតែមានការប្រៀបធៀបជាមួយនឹងសង្គមតាំងតែពីដើមមកម្លេះដែលយើងតែងតែប្រៀបធៀបខ្លួនឯងដើម្បីតែស្វែងរកថាតើខ្លួនឯងហ្នឹងរាល់ថ្ងៃហ្នឹងមានការអភិវឌ្ឍដល់កម្រិតណាហើយនៅក្នុងសង្គមដែលខ្លួនឯងរស់នៅឬក៏អាចប្រៀបធៀបដើម្បីបកស្រាយថាខ្លួនឯងនឹងមានការរីកចម្រើនអត់ពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងហើយខ្លួនឯងអាចកំណត់អត្តសញ្ញាណខ្លួនឯងអត់ស្គាល់ពីតម្លៃនៃខ្លួនឯងដល់កម្រិតណាថាខ្លួនឯងនៅចំណុចណានៅក្នុងសង្គមដែលខ្លួនឯងកំពុងតែរស់នៅបែបនេះអញ្ចឹងនេះហើយគឺជាកន្លងនៃធម្មជាតិនៃគូក្បាលនៅក្នុងការស្វែងរកមូលហេតុចំពោះខ្លួនឯងថាតើយើងរស់នៅដើម្បីអ្វីតោះឥឡូវយើងមកដឹងពីមូលហេតុដែលបណ្ដាញសង្គមដែលយើងតែងតែនិយាយថា social media ដែលវាធ្វើឲ្យមានការប្រៀបធៀបកាន់តែលឿននិងមានភាពងាយស្រួលអញ្ចឹងហើយការមើលរូបភាពជោគជ័យរបស់អ្នកគេម្នាក់នៅក្នុងបណ្ដាញសង្គមដូចជា Facebook YouTube TikTok ឬក៏ Instagram ឬក៏ platform ផ្សេងៗទៀតដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាអ្នកផ្សេងគេល្អជាងយើងគេល្អឆ្ងាយមែនតើឬក៏គេជោគជ័យជាងយើងហើយការគិតរបស់គេនឹងទូលំទូលាយខ្លាំងជាងយើងឬក៏រឿងរ៉ាវផ្សេងៗទៀតដែលយើងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងនឹងជាមួយនឹងគេយកទៅហ្មងហើយពេលខ្លះក៏យើងមើលឃើញខ្លួនឯងថាខ្លួនឯងនឹងដូចជាអត់មានឋានៈអីសោះក្នុងសង្គមនឹងអត់មានឋានៈអីធំដុំដូចគេដូចឯងសោះបើប្រៀបធៀបជាមួយនឹងគេផ្សេងៗអញ្ចឹងណាឬក៏យើងអត់មានអីគ្រប់គ្រាន់ដូចអីដែលយើងចង់បានក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងប៉ុន្តែយើងត្រូវគិតថាអញ្ចឹងវិញអីដែលបង្ហាញនៅក្នុងបណ្ដាញសង្គមហ្នឹងវាមិនមែនពិត 100% នោះទេព្រោះមនុស្សយើងពេលច្រើនតែងតែបង្ហាញនៅរឿងរ៉ាវល្អៗឬក៏សកម្មភាពល្អៗដែលខ្លួនឯងតែងតែប្រព្រឹត្តដែលមិនមែនជាការពិតនៃជីវិតរស់នៅរបស់ខ្លួនឯងក៏អាចថាបានដូចគ្នាអញ្ចឹងចង់សួរថាយើងអាចយកការប្រៀបធៀបដែលយើងកំពុងតែប្រៀបធៀបពីបណ្ដាញសង្គមដែលយើងស្គាល់ដែលយើងឃើញពីបណ្ដាញសង្គមហ្នឹងយកមកប្រៀបធៀបដើម្បីលើកទឹកចិត្តខ្លួនឯងបានអត់ចម្លើយគឺបានអញ្ចឹងនៅពេលណាដែលយើងឃើញអ្នកដទៃជោគជ័យដែលយើងឃើញនៅក្នុងបណ្ដាញសង្គមហ្នឹងយើងអាចយកគេមកប្រៀបធៀបជាមួយនឹងយើងដើម្បីស្វែងរកមេរៀនឬក៏ជំរុញខ្លួនឯងលើកទឹកចិត្តខ្លួនឯងដើម្បីឲ្យសម្រេចគោលដៅឲ្យបានកាន់តែមានប្រសិទ្ធភាពហើយនឹងប្រសើរឡើងផងដែរយើងព្យាយាមយកអីដែលយើងកំពុងតែឃើញពីគេយើងស្គាល់ពីគេយើងដឹងរឿងរបស់គេហ្នឹងយកមកប្រៀបធៀបដើម្បីធ្វើការរៀនសូត្រឬក៏ហៅកលឹះហៅរបៀបរបបឬក៏វិធីសាស្ត្រនៅក្នុងការធ្វើឲ្យខ្លួនឯងនឹងរីកចម្រើនដូចគេដែរអញ្ចឹងការប្រៀបធៀបបែបហ្នឹងគេហៅថាការប្រៀបធៀបបែបវៃឆ្លាតព្រោះការប្រៀបធៀបនេះអាចផ្ដល់ជាកម្លាំងចលករមួយបើសិនបើយើងគិតឬក៏ប្រៀបធៀបនៅក្នុងផ្លូវដែលល្អដើម្បីលើកទឹកចិត្តខ្លួនឯងតែបើសិនជាយើងប្រៀបធៀបក្នុងន័យដែលយើងត្រូវបបាក់ទឹកចិត្តខ្លួនឯងយើងអត់មានពេលណាដែលយើងអាចសម្រេចគោលដៅឬក៏ចង់ដូចគេបានទេគឺអត់អាចលើកទឹកចិត្តខ្លួនឯងបានយកតែម្ដងហើយមនុស្សយើងភាគច្រើនណាអ្នកដែលគាត់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃក្នុងន័យវិជ្ជមានណាតែងតែមានកូនចិត្តគិតថាខ្លួនឯងនឹងខ្លាចចេះខ្លាចចោះខ្លាចខ្លួនឯងនឹងអត់អស់គ្រប់គ្រាន់ឬក៏អត់អាចធ្វើបានដូចគេទេឬក៏អត់អាចសម្រេចអីមួយដែលខ្លួនឯងចង់បានដោយការរំពឹងទុកឬក៏សង្ឃឹមទេប៉ុន្តែយើងត្រូវដឹងថាអញ្ចឹងយើងសម្រេចអត់បានហ្នឹងយើងទៅសារហើយនៅអញ្ចឹងបើសិនជាយើងអត់ទាន់សាររឿងហ្នឹងឬក៏ធ្វើរឿងអីមួយទេយើងមិនដឹងថាយើងធ្វើអត់បានអញ្ចឹងយើងគួរតែសាររឿងហ្នឹងឲ្យអស់ចិត្តសិនបើសិនជារឿងហ្នឹងជារឿងដែលល្អដែលវាជួយសម្រេចទៅដល់គោលដៅជីវិតរបស់យើងដែលវាធ្វើឲ្យជីវិតរបស់យើងនឹងវាប្រសើរឡើងដូចគេឬក៏អាចនឹងលើសគេអញ្ចឹងទៅអញ្ចឹងការប្រៀបធៀបជួយឲ្យយើងដឹងថាយើងត្រូវធ្វើអីដើម្បីសម្រេចគោលដៅរបស់យើងមែនចម្លើយគឺមែននៅពេលដែលយើងប្រៀបធៀបនៅក្នុងន័យដែលវិជ្ជមានយើងដឹងពីចំណុចខ្សោយរបស់យើងចំណុចខ្លាំងរបស់យើងហើយយើងអាចកែលម្អចំណុចខ្សោយរបស់យើងបានទៅជាចំណុចល្អវិញហើយយើងក៏ដឹងពីតម្លៃពិតរបស់ខ្លួនឯងដែរថាខ្លួនឯងនឹងជាអីប្រកបអីចឹងទៅអញ្ចឹងបើសិនជាយើងប្រៀបធៀបនៅក្នុងន័យដែលល្អវាជួយបង្ហាញចំណុចណាដែលយើងខ្វះខាតចំណុចណាដែលយើងមើលទៅគេធ្វើទៅល្អឬក៏ផ្ដល់ផលប្រយោជន៍ឲ្យគេច្រើនហ្នឹងយើងអាចយកមកអនុវត្តខ្លួនឯងបានដើម្បីបង្កើតនូវប្រសិទ្ធភាពសម្រាប់គោលដៅរបស់ខ្លួនឯងអញ្ចឹងសរុបមកវិញការប្រៀបធៀបជាមួយនឹងអ្នកដទៃហ្នឹងតើល្អឬក៏អាក្រក់ចម្លើយគឺមានទាំងពីរមានទាំងល្អមានទាំងអាក្រក់ល្អគឺយើងប្រៀបធៀបដើម្បីរៀនសូត្រប្រៀបធៀបដើម្បីលូតលាស់ប្រៀបធៀបជាមួយនឹងខ្លួនឯងកាលពីម្សិលមិញជាមួយនឹងថ្ងៃហ្នឹងដើម្បីធ្វើឲ្យខ្លួនឯងកាន់តែល្អប្រសើរនៅថ្ងៃស្អែកចំពោះចំណុចអាក្រក់វិញបើសិនជាយើងប្រៀបធៀបក្នុងន័យអវិជ្ជមានណាយើងប្រៀបធៀបហើយវាធ្វើឲ្យយើងនឹងអន់ចិត្តឬក៏បាក់ទឹកចិត្តអីចឹងទៅយើងបាត់បង់ការជឿជាក់លើខ្លួនឯងបខំវានឹងគិតអវិជ្ជមានច្រើនផ្លូវមែនតើបង្កើតការប្រកួតប្រជែងដែលអត់មានផ្ដល់ផលប្រយោជន៍អីយើងសោះមានតែរឿងអត់ប្រយោជន៍ឲ្យចូលក្នុងជីវិតរបស់យើងអញ្ចឹងចំណុចដែលយើងអាចធ្វើបានក្នុងការកាត់បន្ថយការប្រៀបធៀបហ្នឹងគឺយើងត្រូវផ្ដោតលើខ្លួនឯងផ្ដោតលើដំណើរជីវិតរបស់ខ្លួនឯងមិនមែនផ្ដោតលើលទ្ធផលរបស់គេទេព្រោះទោះបីជាយើងព្យាយាមមើលលទ្ធផលរបស់គេក៏ដោយក៏លទ្ធផលរបស់គេហ្នឹងមិនអាចខ្លាយជាលទ្ធផលរបស់យើងដែរបើសិនជាយើងនឹងអត់ព្យាយាមទៅធ្វើរឿងហ្នឹងដើម្បីយកលទ្ធផលខ្លួនឯងនោះទេមួយទៀតគឺយើងព្យាយាមកំណត់គោលដៅខ្លួនឯងឲ្យច្បាស់លាស់ផ្ទាល់ខ្លួនចិញ្ចឹមចិត្តនៅក្នុងការគោរពខ្លួនឯងដោយសកម្មភាពល្អៗឬក៏រឿងរ៉ាវឬក៏ការគិតល្អៗអីជាដើមហើយនឹងកាត់បន្ថយ social media បើសិនជា social media ហ្នឹងធ្វើឲ្យយើងនឹងមានការគិតអវិជ្ជមានហ្នឹងកាន់តែច្រើនឡើងហើយយើងត្រូវដឹងថាអញ្ចឹងយើងត្រូវទទួលស្គាល់ការពិតណាថាមនុស្សយើងម្នាក់អត់មានណាគេល្អខ្ចោះទេដូចពាក្យដែលគេតែងតែនិយាយថា no one is perfect
ដែលវាដូចជាពាក្យដែលគេនិយាយហ្នឹងមែនព្រមនៅយើងម្នាក់អត់មានតែគេដែលល្អអក្សរទេមានតែចំណុចល្អមានតែចំណុចអាក្រក់អញ្ចឹងអីដែលយើងធ្វើបានគឺយើងរៀនទទួលស្គាល់ការពិតហើយរៀន accept ជាមួយនឹងអីដែលយើងកំពុងតែធ្វើរាល់ថ្ងៃហ្នឹងរៀនព្រមជាមួយនឹងអីដែលយើងកំពុងតែធ្វើរាល់ថ្ងៃហ្នឹងឯងអញ្ចឹងខ្ញុំអរគុណខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូថ្ងៃនេះខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតពីខ្ញុំ Share IKE សូមអរគុណនិងសូមជម្រាបលា